បានអានសភៅស្ដាប់យូរវិញឥឡូវមកស្ដាប់ខ្ញុំទាំងអស់គ្នាតកតនឹង physiology តកតនឹងចិត្តសាស្ត្រខ្ញុំលើកពីមើលសភៅគឺជាទ្រឹស្ដីរបស់លោក Abraham Maslow ការស្វែងយល់ពីធម្មជាតិរបស់មនុស្សចឹងឈានទៅរកភាពម្ចាស់ការពេញលេញលក្ខណៈដើម្បីបង្ហាញឲ្យឃើញអំពីគោលគំនិតក្នុងការខ្លាយទៅជាមនុស្សម្ចាស់ការពេញលេញពុំមែនជាអ្វីដែលពិបាកស្មុគស្មាញនោះទេលោក Maslow បានបញ្យល់ថាវាជាអត្ថន័យល្អៗក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ហើយក៏មិនមែនជាហេតុការណ៍ដ៏អស្ចារ្យដូចជារបៀបការខាងសាសនាអ្វីដែរតែវាជាអ្វីដែលតកតងទៅនឹងបទពិសោធន៍ធម្មតាជាច្រើនរួមគ្នាដូចជាការជក់ចិត្តជក់អារម្មណ៍នឹងអ្វីមួយការបានចូលរួមក្នុងសកម្មភាពអ្វីពីយ៉ាងដែលធ្វើឲ្យយើងភ្លេចការពីខ្លួនមិនបាច់រៀបរឹកធ្វើអ្វីៗឲ្យទៅតាមសម្រួលមិនបាច់ខ្មាស់អៀនធ្វើឲ្យក្តីបរិសុទ្ធបែបកូនក្មេងមកសន្ធិដ្ឋក្នុងខ្លួនយើងសាជាថ្មីទី2ត្រូវភ្ញាក់រលឹកថាជីវិតត្រូវមានការជ្រើសរើសគ្រប់ពេលវេលាការជ្រើសរើសមួយបាត់ធ្វើឲ្យខ្លួនយើងរីកចម្រើនទៅមុខក្នុងផ្លូវល្អចំណែកការជ្រើសរើសផ្លូវមួយទៀតធ្វើឲ្យយើងដើរថយក្រោយទៅវិញទី3ត្រូវភ្ញាក់រលឹកថាយើងម្នាក់ជាម្ចាស់លើខ្លួនឯងហើយថាតើយើងត្រូវស្ដាប់ចិត្តរបស់ខ្លួនឯងឬមួយត្រូវស្ដាប់ចិត្តរបស់ឪពុកម្ដាយឬមួយត្រូវស្ដាប់តាមអ្នកដទៃផ្សេងក្នុងសង្គម4មានភាពស្មោះត្រង់ទទួលខុសត្រូវលើចិត្តនិងការគិតរបស់ខ្លួនត្រូវហ៊ានបដិសេធថាទេខ្ញុំមិនចូលចិត្តបែបនេះបែបនោះទេទោះបីនិយាយទៅធ្វើឲ្យអ្នកខ្លះមិនពេញចិត្តក៏ដោយចឹងយើងត្រូវហ៊ាននិយាយពាក្យថាទេទៅកាន់អ្នកដទៃដែលយើងទៅថាមិនទទួលណាដែលពេញចិត្តទី5តាំងចិត្តថានឹងខំធ្វើការឲ្យពេញទំហឹងបូជាខ្លួនដើម្បីប្រើឲ្យអស់ពីសមត្ថភាពរបស់ខ្លួនព្យាយាមធ្វើឲ្យបានទៅជាមនុស្សពូកែបំផុតទោះជានៅក្នុងផ្នែកណាក៏ដោយដែលអ្នកកំពុងធ្វើមានចេតនាទី6មានចេតនាបើកចំហដែលពិតប្រាកដហើយលះបង់នៅវិធីការពារខ្លួនឯងតាមមធ្យោបាយចិត្តសាស្ត្រឬលេងបាច់ទី7តាំងចិត្តថានឹងមើលអ្នកដទៃទៅតាមផ្លូវល្អបំផុតរបស់គេការសិក្សាអំពីរឿងមនុស្សដែលមានសុខភាពល្អមនុស្សមានគំនិតជឿនលឿនគឺជាអ្នកដែលពោពេញទៅដោយសតិភ្ញាក់រលឹកថាតើវាមានអត្ថន័យយ៉ាងណានោះលោក Maslow បានសង្ខេបសេចក្តីមកថាវាជួយមនុស្សចេះមើលមនុស្សជាតិទៅតាមបែបថ្មីមួយផ្សេងទៀត Maslow គឺជាមនុស្សដែលចាប់ផ្ដើមមើលឃើញថាទន្ទឹមនឹងមុខវិជ្ជាខាងចិត្តវិទ្យាដែលស្ថិតក្នុងរង្វង់មួយសម្រាប់ថែរក្សាព្យាបាលជំងឺផ្លូវចិត្តគេគួរតម្រង់ទិសនៅចិត្តវិទ្យាសម្រាប់ស្ថាបនាមនុស្សភាពជាមនុស្សពេញលក្ខណៈ virtual humanist to នោះវានឹងប្រសើរជាងហើយប្រសិនបើគេយកឃើញបែបនេះវាក៏មានអត្ថន័យ